កាលពីព្រេងនាយក្នុងតំបន់ព្រៃភ្នំដាច់ស្រយាលមានកូនភូមិតូចមួយមនុស្សម្នាដែលរស់នៅក្នុងភូមិតូចនេះមានមិនច្រើនឡើយពួកគេម្នាក់រស់នៅយ៉ាងរីករាយជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលគ្រប់រដូវនៅទីនេះហើយមុខរបររបស់ពួកគេភាគច្រើនជាអ្នកបរបាញ់ថ្លែងពីមាណពកំសត់ម្នាក់នេះវិញមាណពកំសត់ម្នាក់នេះមិនបានរស់នៅរីករាយដូចគេឡើយក៏ដោយសារតែចៅមាណពម្នាក់នេះជាមនុស្សកំព្រាតាំងពីតូចរស់នៅគ្មានទីពឹងពាក់រកមួយថ្ងៃស៊ីមួយថ្ងៃគ្មានផ្ទះធំទ្រនំខ្ពស់ដូចគេឡើយមាណពកំសត់រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោមមួយប៉ុណ្ណោះនាល្ងាចថ្ងៃជិតលិចចៅមាណពទើបត្រឡប់ពីកាប់អុសក្នុងព្រៃហត់ខ្លាំងណាស់មើលទៅខ្ញុំមានតែឈប់កាប់អុសហើយរួចទៅបបបាញ់សត្វដូចអ្នកភូមិវិញទើបអាចចិញ្ចឹមជីវិតបានចៅមាណពអង្គុយគិតពីការបដូរមុខរបរនេះមួយសន្ទុះក៏សម្រេចចិត្តថាថ្ងៃស្អែកខ្លួននឹងបដូរទៅបបបាញ់សត្វដូចអ្នកភូមិដែរពេលរាត្រីកន្លងផុតទៅព្រលឹមស្រាងក្នុងថ្ងៃថ្មីក៏មកដល់មាណពកំសត់ក៏រៀបចំរបស់របរចេញទៅបបបាញ់សត្វក្នុងព្រៃមាណពបានដើរទៅជាមួយអ្នកជិតខាងម្នាក់លោកពូចាំខ្ញុំផងថ្ងៃនេះខ្ញុំទៅបបបាញ់សត្វដែរចៅមាណពមិនក៏សុកស្រាប់តែឈប់កាប់អោហើយបែរមកបបបាញ់សត្វវិញចឹងបានលោកពូរបរកាប់អោពិតជាហត់ខ្លាំងណាស់ហើយបានចំណូលក៏តិចទៀតកាប់មួយថ្ងៃពេលយកទៅលក់បានប្រាក់មកវិញទិញអង្គរហូបស្ទើរតែមិនគ្រាន់ចឹងក៏ល្អដែរឯងទៅបានពីអ្នកយើងផងតោះយើងចេញទៅកុំឲ្យក្តៅតន់លុះនិយាយគ្នារួចហើយអ្នកទាំងពីរក៏ចេញដំណើរទៅព្រៃពេលទៅដល់ទីព្រៃហើយពួកគេក៏ចែកផ្លូវគ្នាដើម្បីរកសត្វមីណូវ៉ាបើយើងដើរជុំគ្នាអញ្ចឹងពិបាករកសត្វណាស់យើងចែកផ្លូវគ្នាដើរទៅហើយពេលល្ងាចយើងមកចាំគ្នានៅកន្លែងនេះវិញបាទពូអញ្ចឹងខ្ញុំចេញទៅហើយមាណពក៏ចាប់ផ្ដើមដើរទៅរកសត្វដើរបានមួយសន្ទុះមាណពក៏បានជួបនឹងទន្សាយមួយក្បាលនៅចំពោះចៅមាណពទន្សាយតូចនិយាយទាំងកែវភ្នែកភ័យខ្លាចសូមលោកកំចាត់ខ្ញុំអីខ្ញុំសូមអង្វរខ្ញុំត្រូវរកចំណីឲ្យកូនខ្ញុំបើលោកចាប់ខ្ញុំទៅតើកូនខ្ញុំគិតយ៉ាងណាមើលទៅឯងគួយអាណិតណាស់មិនអីទេឯងកុំខ្លាចអីខ្ញុំមិនចាប់ឯងទេឯងទៅចោះទន្សាយត្រេកអរខ្លាំងណាស់ហើយគេក៏និយាយទៅកាន់មាណពខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ខ្ញុំសូមជូនពរលោកជួបតែសំណាងល្អមាណពក៏បន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មានគេក៏ជួបនឹងសត្វស្វាមួយក្បាលតែស្វាមួយក្បាលនេះវាមានរបួសដូច្នេះវាមិនអាចរត់បានឡើយទាំងទឹកមុខភ័យខ្លាចស្វាតូចនិយាយទៅកាន់ចៅមាណពសូមលោកកុំចាប់ខ្ញុំបានទេពេលនេះខ្ញុំមានរបួសខ្លួនប្រាណខ្ញុំក៏ស្គមស្គាំងគ្មានសាច់ឈាមនឹងគេទេសូមអង្វរលោកកុំចាប់ខ្ញុំអីដោយមាណពជាមនុស្សមានចិត្តមេត្តាមាណពមិនបានចាប់សត្វស្វានោះទេហើយថែមទាំងជួយរុំរបួសស្វាតូចនោះទៀតផងមិនអីទេយើងមិនចាប់ឯងទេឯងកុំរំអីឯងត្រូវរបួសយ៉ាងហ្នឹងយើងមិននឹងដាច់ចិត្តចាប់ឯងទៅឯងទៅចោះខ្ញុំអរគុណលោកខ្លាំងណាស់ខ្ញុំសូមជូនពរលោកជួបតែសំណាងល្អអស់ពេលមួយព្រឹកមាណពកំសត់មិនទាន់បានសត្វមួយនៅឡើយទេពេលថ្ងៃត្រង់គេក៏ឈប់សម្រាកញ៉ាំបាយតែពេលនោះលោកតាម្នាក់ស្រាប់តែបង្ហាញខ្លួនលោកតាទៅណាហ្នឹងមិនក៏មកដើរក្នុងព្រៃស្ងាត់តែម្នាក់ឯងចឹងអូចៅប្រុសតាគ្មានផ្ទះសម្បែងទេតាចេះតែដើរផ្សងព្រេងទៅពីកន្លែងមួយទៅកន្លែងមួយ
យប់កន្លែងណាដេកកន្លែងនឹងឲ្យចុះក្មួយទៅណាមកណាដែរអូលោកតាខ្ញុំមកបបបាញ់សត្វក្នុងព្រៃនេះឥឡូវខ្ញុំបំរុងឈប់សម្រាកញ៉ាំបាយតែខ្ញុំមើលទៅលោកតាដូចមិនបានហូបបាយយូរហើយអញ្ចឹងចុះលោកតាយកបាយខ្ញុំទៅហូបទៅហើយចៅឲ្យបាយនេះមកតាចុះចៅបានឲ្យហូបទៅមិនអីទេលោកតាចៅនៅក្មេងអត់បាយមួយពេលក៏វាមិនអីដែរហើយណាមួយចៅក៏មិនសូវឃ្លានដែរលោកតាយកបាយនេះទៅហូបទៅចៅប្រុសពិតជាមានចិត្តល្អមែនអញ្ចឹងតានឹងហូបបាយនេះហើយបាទលោកតាសូមលោកតាហូបចុះពេលតាចាស់ម្នាក់នោះហូបបាយឆ្អែតហើយគាត់ក៏និយាយទៅកាន់មេនុបកំសត់ថាចៅប្រុសហាតាអរគុណខ្លាំងណាស់សម្រាប់បាយមួយពេលនេះមិនអីទេលោកតាធ្វើជាមនុស្សត្រូវតែចេះជួយគ្នាអញ្ចឹងហើយតាមិនដឹងថានឹងបានអ្វីសងគុណចៅវិញទេនៅតាមផ្លូវដ៏វែងឆ្ងាយតាបានរើបានសម្បកខ្យងដ៏ស្រស់ស្អាតមួយចៅយកវាទៅចោះអាយ៉ាសម្បកខ្យងនេះពិតជាស្អាតណាស់លោកតាតាចាស់ញញឹមហើយអ្នកទាំងពីរក៏បានចែកផ្លូវគ្នារៀងខ្លួនមីនុបសប្បាយចិត្តពេលទទួលបានសម្បកខ្យងដ៏ស្រស់ស្អាតនោះតែយ៉ាងណាពេញមួយថ្ងៃមីនុបរកមិនបានសត្វនោះឡើយគេត្រឡប់មកកន្លែងណាត់ជាមួយអ្នកជិតខាងវិញដោយបានត្រឹមសម្បកខ្យងមួយប៉ុណ្ណោះយ៉ាងមិនដែរមីនុបថ្ងៃនេះចាប់សត្វបានដែរទេនឹងអូពូថ្ងៃនេះខ្ញុំចាប់សត្វមិនបានទេពេលខ្ញុំឃើញសត្វហើយចេះតែអាណិតហើយមិនដាច់ចិត្តសម្លាប់វាសោះក៏ត្រូវដែរឯងជាមនុស្សមានចិត្តមេត្តាមិននឹងអាចលើកដៃសម្លាប់សត្វបានទៅមើលទៅរបរជាអ្នកបរបាញ់នេះមិនស័ក្តិសមនឹងឯងទេបាទពូមើលទៅស្អែកខ្ញុំទៅកាប់អស់វិញហើយបានប៉ុណ្ណាស៊ីប៉ុណ្ណឹងទៅនិយាយគ្នាហើយពួកគេក៏ដើរមកផ្ទះវិញពេលមកដល់ផ្ទះមីនុបក៏យកសម្បកខ្យងចេញមកដាក់លើតុសម្បកខ្យងដ៏ស្រស់ស្អាតស្វាគមន៍ឯងមកផ្ទះរបស់ខ្ញុំឯងជាទ្រព្យសម្បត្តិមានតម្លៃតែមួយគត់របស់ខ្ញុំនៅពេលនេះពេលរាត្រីមកដល់មីនុបក៏ចូលដេកបាត់ទៅពេលនោះស្រាប់តែមានមនុស្សស្រីស្រស់ស្អាតម្នាក់ហោះចេញពីសម្បកខ្យងដ៏ស្រស់ស្អាតនោះនាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ហើយមុនពេលថ្ងៃរះនាងបានរៀបចំបាយសម្លឆ្ងាញ់ជាច្រើនមុខទុកឲ្យមីនុបរួចនាងក៏ចូលទៅក្នុងសម្បកខ្យងនោះវិញពេលមីនុបក្រោកឡើងគេបានឃើញបាយសម្លនំចំណីជាច្រើននៅចំពោះមុខគេមីនុបឆ្ងល់ក្នុងចិត្តខ្លាំងណាស់ចម្លែកមែននេះជាស្អីហ្នឹងអ្នកណាគេយកបាយសម្លមកឲ្យខ្ញុំទាំងព្រឹកហ្នឹងទោះជាឆ្ងល់យ៉ាងណាក៏គេមិនអាចដឹងការពិតឡើយមានតែហូបបាយសម្លទាំងនោះទាំងងឿងឆ្ងល់ប៉ុណ្ណោះហូបបាយរួចហើយមីនុបក៏ចេញដំណើរទៅព្រៃបាត់ទៅពេលមីនុបមិននៅនារីដ៏ស្រស់ស្អាតក៏ចេញពីសម្បកខ្យងហើយនាងបានរៀបចំផ្ទះសម្បែងនិងរៀបចំបាយសម្លទុកឲ្យមីនុបពេលត្រឡប់ពីព្រៃវិញមិនយូរប៉ុន្មានពេលល្ងាចក៏មកដល់មីនុបបានត្រឡប់មកដល់ផ្ទះវិញហាមានបាយសម្លទៀតហើយចម្លែកមែនអ្នកណាជាអ្នកធ្វើអញ្ចេះអីផ្ទះយើងក៏ដូចជាស្អាតជាងមុនដែរចម្លែកពេកហើយយ៉ាងណាក៏ដោយមីនុបបានត្រឹមតែឆ្ងល់ប៉ុណ្ណោះហើយគេក៏ហូបបាយនោះទៅលុះពេលព្រឹកមកដល់មីនុបក៏បានឃើញបាយសម្លរៀបចំបំរុងទុករួចជាស្រេចទៀតចៅមីនុបគិតក្នុងចិត្តថាកាន់តែចម្លែកហើយមិនថាយ៉ាងណាទេថ្ងៃនេះយើងត្រូវតែរកឲ្យឃើញការពិតគិតបែបនេះហើយចៅមេនុបក៏ចេញដំណើរទៅព្រៃដោយសពដងព
ពេលដឹងថាចៅមានុបទៅបាត់ហើយនារីដ៏ស្រស់ស្អាតក៏ចេញពីសម្បុកខ្យងនោះភ្លាមហើយធ្វើការដោយសពដងឯចៅមានុបវិញពេលទៅដល់ពាក់កណ្ដាលផ្លូវក៏គិតក្នុងចិត្តថាយើងត្រូវតែត្រឡប់ទៅវិញមើលឲ្យដឹងការពិតនៅថ្ងៃនេះគិតហើយមានុបក៏ប្រញាប់ត្រឡប់មកវិញពេលមកដល់ផ្ទះមានុបពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅចំពោះមុខគេគឺជានារីដ៏ស្រស់ស្អាតម្នាក់មានុបប្រញាប់សួរទៅកាន់នារីម្នាក់នោះតើនាងជាអ្នកណាមិនក៏នាងមកនៅផ្ទះរបស់ខ្ញុំអញ្ចឹងចាតាមពិតខ្ញុំចេញពីសម្បុកខ្យងនោះខ្ញុំខ្លាចអ្នកផិតភ័យទៅបណ្ដោយអ្នកឃើញឲ្យខ្ញុំសុំទោសផងចាស់ហើយចុះនាងជាអ្វីទៅជាមនុស្សជាទេវតាឬក៏ជាខ្មោចតាមពិតតាមឡើយខ្ញុំជាទេវតាតែថ្ងៃមួយខ្ញុំកើតរឿងជាមួយសត្វខ្យងខ្ញុំក៏ត្រូវបណ្ដាសាមករស់នៅក្នុងសម្បុកខ្យងនេះទៅអូការពិតគឺអញ្ចឹងសោះក្រោយមកពួកគេក៏បានរស់នៅជាមួយគ្នាមួយរយៈកន្លងផុតទៅក្រោយពីមាននាងជួយជ្រោមជ្រែងមានុបក៏បានរកស៊ីមានបានហើយក្លាយជាអ្នកមានស្ដុកស្ដំម្នាក់មិនតែប៉ុណ្ណោះទាំងពីរនាក់ក៏បានបាក់ចិត្តស្រឡាញ់គ្នាហើយពួកគេក៏បានយកគ្នាជាប្តីប្រពន្ធរស់នៅយ៉ាងសុខសាន្តកាលពីព្រេងនាយមានគ្រួសារដ៏តូចមួយរស់នៅយ៉ាងសប្បាយរីករាយសមាជិកក្នុងគ្រួសារគឺមានតែ4នាក់តែប៉ុណ្ណោះគឺមានឪពុកម្ដាយកូនប្រុសម្នាក់ដែលមានឈ្មោះថាពៅនិងក្មួយប្រុសម្នាក់ទៀតដែលមានឈ្មោះថាដូងដែលគេជាក្មួយបង្កើតរបស់ប្តីប្រពន្ធទាំងពីរនាក់នោះហើយក៏ជាក្មេងកំព្រាឪពុកម្ដាយបង្កើតដែរអ្នកទាំង4គឺមិនដែលមានចំនួនផ្ទៃក្នុងគ្រួសារឡើយបើទោះជាដូងមិនមែនជាកូនក៏ដោយតែគ្រាន់តែពេលខ្លះពៅនិងដូងគឺមានការខ្វែងគំនិតគ្នាតែដូងតែងតែស្របតាមក្រោយជានិច្ចនៅថ្ងៃមួយពួកគេនៅក្រៅផ្ទះបំរុងនឹងចេញទៅរៀនអាដូងតើឯងនឹកឪពុកម្ដាយឯងទេយើងឃើញឯងពេលខ្លះទឹកមុខមិនរីកសោះអាប៉ៅការនឹករលឹកគឺវាជារឿងធម្មតាទេព្រោះថាពេលខ្លះយើងឃើញឯងស្និទ្ធស្នាលជាមួយនឹងពូមីងគឺយើងពិបាកចិត្តណាស់យើងចង់បានការប្រឡែងឥតនោះដែរអាដូងអើយអាដូងឯងក៏ចូលទូសម្បើម្ល៉េះនិយាយប៉ុណ្ណឹងសោះធ្វើឯងចង់យំអីណាបានហើយតោះកុំនិយាយច្រើនពេកដល់ម៉ោងចូលរៀនហើយតិចទៅមិនតាន់គ្រូមិនឲ្យចូលថ្នាក់រៀនទៅសិស្សល្អពេកហើយទៅដឹងអាដូងក្រោយពីនិយាយចប់ពួកគេទាំងពីរនាក់ក៏បានដើរទៅរៀននៅក្នុងសាលារៀនក្នុងភូមិថ្ងៃបន្តិចពួកគេក៏ត្រឡប់មកផ្ទះវិញទាំងពីរនាក់ម៉ែអើយម៉ែកូនឃ្លានណាស់ម៉ែថ្ងៃនេះម៉ែបានម្ហូបអីហ្នឹងបាយម្ហូបធ្វើឆ្អិនអស់ហើយកូនចាំតែកូននឹងអាដូងមកនឹងអាំងទៅហូបបាយជាមួយគ្នាបាទម៉ែខ្ញុំកំពុងតែឃ្លានស្រាប់ផងកូននឹងអាដូងទៅអង្គុយនៅខាងនោះទៅចាំម៉ែទៅយកបាយម្ហូបមកឲ្យតែកូនចង់បានម្ហូបមួយណាមានត្រីដុតមាន់ស្ងោរនិងសម្លម្ជូរខ្ញុំយកមាន់ស្ងោរម៉ែហើយដាក់ថែមត្រីដុតផងដាក់ទឹកត្រីឲ្យខ្ញុំបន្តិចផងម៉ែធ្វើជ្រក់ស្វាយផងម៉ែកុំឲ្យជូរពេកខ្ញុំអត់ចេះញ៉ាំទេហើយសម្លម្ជូរដួសតែទឹកមកបានហើយកុំដាក់បន្លែអីខ្ញុំស្អប់បន្លែណាស់
ចាកូនចុះអាដងយកអីដែរក្មួយមិនបាច់សួរទេម៉ែខ្ញុំដឹងថាវាឆ្លើយអីក៏បានដែរមីងនឹងហ្មងបាទមីងអីក៏បានដែរមីងចាអញ្ចឹងចាំតិចណាកូនចាំម៉ែរៀបចំឲ្យបាទមីងឲ្យខ្ញុំទៅជួយទេមីងមិនអីទេក្មួយតើអង្គុយទៅចាំមីងរៀបចំឲ្យបាទមីងនិយាយចប់ម៉ែអាពៅក៏បានដើរទៅក្នុងផ្ទះបាយដើម្បីរៀបចំអាហារឲ្យក្មេងៗទាំងពីរនាក់ហើយអាពៅនិងអាដូងក៏ដើរទៅរកកន្លែងអង្គុយដើម្បីហូបបាយស្អែកឡើងអាពៅនិងអាដូងក៏បានរៀបចំខ្លួនទៅរៀនដោយសពមួយដងថ្ងៃបន្តិចពួកវាក៏បានចេញពីរៀនតែពួកវាមិនទាន់ទៅផ្ទះទេអាដូងថ្ងៃនេះយើងដូចជាចង់ដើរលេងម្ដងវ៉ៃព្រោះអីសម័យមិនដែលបានសោះដើរលេងមួយផ្លែទៅអីចាំទៅផ្ទះវិញវោយើងអាចបេះបានផ្លែឈើឬចាប់បានទន្សាយយកមកធ្វើម្ហូបឲ្យម៉ែក៏ថាបានកុំអីអាពៅយើងខ្លាចមីងគាត់បារម្ភពីយើងទាំងអស់គ្នាណាស់ព្រោះអាត្មានេះសំនឹងពួកយើងទៅដល់ផ្ទះហើយឯងក៏ខ្លាចអីខ្លាចម៉ែវ៉ៃម៉ែយើងតាមិនមែនម៉ែឯងណាគាត់បារម្ភតែពីយើងទេគាត់មិនបារម្ភពីឯងទេព្រោះឯងគ្រាន់តែជាក្មួយគាត់តើមនុស្សដែលគ្មានម៉ែឪពិបាកនិយាយស្ដាប់គ្នាណាអាដូងឮពាក្យអាពៅនិយាយហើយគេក៏អន់ចិត្តនឹងពាក្យសម្ដីដែលចាក់ដោតនោះយ៉ាងខ្លាំងសាំញ៉ាំច្រើនណាតោះពួកគេទាំងពីរនាក់ក៏ដើរចេញទៅក្នុងព្រៃលេងទាំងអារម្មណ៍ស្រស់ស្រាយជាមួយនឹងធម្មជាតិពួកគេទាំងពីរមិនងាយនឹងវង្វេងក្នុងព្រៃឡើយអ្វីត្បិតតែពួកគេក្មេងពិតតែពួកគេស្គាល់ភូមិសាស្ត្រច្បាស់លាស់ណាស់ពួកគេដើរសុកក៏ស្រាប់តែឃើញលោកតាម្នាក់ហោះមករកពួកគេធ្វើឲ្យពួកគេមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងចំយ៉ាក់លបល់យកអាដងរត់ឈប់សិនគាត់ជាបិសាចចាស់តើមិនមែនបិសាចក្មេងទេតែខ្លាចគាត់ធ្វើអីគាត់រត់មិនឈ្នះយើងទេអើយគាត់រត់មិនឈ្នះយើងមែនតែគាត់ហោះហួសយើងទៀតណាអាដងឈប់សិនមិនបាច់ខ្លាចតាទេចៅតាមិនមែនជាបិសាចទេតាជាអ្នកថែរក្សាព្រៃឈើនៅទីនេះទេតើហាលោកតានៅម្ដុំណាមិនខ្ញុំមិនដែលឃើញតាពីមុនមកគាត់ប្រាប់ហើយតាថាគាត់នៅក្នុងព្រៃនឹងគាត់ជាអ្នកថែរក្សាព្រៃនេះហើយចុះលោកតាត្រូវការឲ្យចៅជួយមែនលោកតាបានជាលោកតាហោះមករកពួកចៅបែបនេះអត់ទេចៅតាឃើញចៅតាក៏មាននិស្ស័យជាមួយចៅទាំងពីរតាមិនមានបំណងអាក្រក់ឬត្រូវការជំនួយអីពីចៅនោះទេមាននិស្ស័យបែបនេះតាគួរតែមានអំណោយឲ្យពួកខ្ញុំហើយត្រូវទេអាដូងកុំនិយាយលែងច្រើនពេកអីអាពៅគួរគោរពគាត់ជាមនុស្សចាស់ផងព្រោះយើងក្មេងជាងគាត់ឆ្ងាយណាស់ត្រឹមត្រូវណាស់ចៅសម្លាញ់ទាំងពីរតាមានប្រអប់ដ៏គួរឲ្យស្រឡាញ់ពីរដែលមួយជាប្រអប់មាសនិងមួយទៀតជាប្រអប់ឈើតើចៅចង់បានមួយណាដែរខ្ញុំនិយាយមុនខ្ញុំចង់បានប្រអប់មាសហើយក៏មិនបាច់សួរអាដូងដែរតាវាដឹងតែឆ្លើយមួយណាក៏បានដែរចៅដូងចៅយកប្រអប់ណាដែរបាទលោកតាខ្ញុំយកប្រអប់មួយណាក៏បានដែរឲ្យតែលោកតាពេញចិត្តនឹងឲ្យខ្ញុំ
ខ្ញុំពេញចិត្តនឹងទទួលយកជានិច្ចព្រោះម្ដាយខ្ញុំមុនពេលគាត់ស្លាប់គាត់បានផ្ដាំខ្ញុំថាធ្វើជាមនុស្សត្រូវចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមានមិនត្រូវចង់បានហួសប្រមាណឡើយសេចក្តីលោភលន់ហួសប្រមាណតែងតែនាំមកនៅក្តីវិនាសយើអាដងឯងចង់ថាយើងត្រូវវិនាសមែនមិនមែនអញ្ចឹងទេអាពៅនេះគ្រាន់តែជាសម្ដីរបស់ម្ដាយយើងប្រាប់យើងតែប៉ុណ្ណោះយើងគ្មានចេតនាថាឲ្យឯងទេនេះចៅអញ្ចឹងយកប្រអប់តាមការសម្រេចចិត្តរបស់ចៅទាំងពីរចុះចៅពៅយកប្រអប់មាសនេះចុះហើយចៅដងយកប្រអប់ឈើនេះចុះយកទុកប្រើប្រាស់តាមការគួរចុះណាតើលាចៅទាំងពីរសិនហើយក្រោយពីប្រគល់ប្រអប់ឲ្យអាពៅនិងអាដងរួចមកតាក៏បានហោះទៅបាត់ហើយអាពៅនិងអាដងក៏បានដើរទៅផ្ទះវិញទាំងសប្បាយចិត្តព្រោះគេទទួលបានអំណោយមួយពីអ្នកតាម្ចាស់ព្រៃដែលជាអំណោយដ៏កម្រគេក៏បានប្រាប់រឿងទាំងនោះទៅម្ដាយរបស់គេហើយម្ដាយរបស់គេក៏សប្បាយចិត្តយ៉ាងខ្លាំងតែម្ដាយរបស់អាពៅមិនបានសប្បាយចិត្តចំពោះអាដងឡើយព្រោះតែគេមានតែប្រអប់ឈើមួយប៉ុណ្ណោះដងក៏បានយកប្រអប់នោះទៅទុកនៅក្នុងបន្ទប់របស់គេហើយគេក៏បានចូលទៅដេកបាត់ទៅគេដេកលក់បន្តិចក៏ស្រាប់តែយល់សប្តិឃើញលោកតាម្ចាស់ព្រៃម្ដងទៀតចៅប្រុសឯងសុខសប្បាយជាទេចៅបាទលោកតាសុខធម្មតាទេលោកតាតែហេតុអ្វីបានជាលោកតាមកនៅទីនេះវិញតាមពិតទៅតាមិនមែនជាម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សាអ្វីឡើយតាគឺជាទេវតាដែលនិមិត្តខ្លួននៅក្នុងប្រអប់ឈើនោះហើយតាតែងតែជួយសម្រេចនូវក្តីប្រាថ្នារបស់ក្មេងៗដែលជួបទុក្ខលំបាកបូករួមជាមួយនឹងទឹកចិត្តដ៏ល្អរបស់ពួកគេអញ្ចឹងមានន័យថាតាអាចជួយខ្ញុំឲ្យសម្រេចក្តីប្រាថ្នាដែរបានមែនតាត្រឹមត្រូវណាស់ចៅតានឹងជួយឲ្យចៅសម្រេចបំណងប្រាថ្នាមួយដែលចៅចង់បានជាងគេចៅដឹងច្បាស់ណាស់ថាមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញបានឡើយអញ្ចឹងចៅក៏មិនប្រាថ្នាអ្វីច្រើននោះដែរព្រោះថារាល់ថ្ងៃចៅក៏រស់បានសេចក្តីសុខជាមួយនឹងពូមីងហើយតែចៅគ្រាន់តែសូមត្រឹមយល់សប្តិឃើញឪពុកម្ដាយចៅរាល់យប់ក៏គ្រប់គ្រាន់ដែរសម្រាប់ចៅចង់ជួបពួកគាត់ណាស់ចង់អោបគាត់បើទោះជាត្រឹមតែជាសុបិនក៏ខ្ញុំអស់ចិត្តដែរលោកតាបានចៅប្រុសចៅពិតជាគ្មានចិត្តលោភលន់មែនតានឹងជួយសម្រេចបំណងប្រាថ្នារបស់ចៅចាប់ពីយប់នេះចុះចាប់ពីយប់នោះមកដងក៏យល់សប្តិឃើញឪពុកម្ដាយគេរាល់យប់ធ្វើឲ្យគេសប្បាយចិត្តឥតឧបមាពេលថ្ងៃគេទទួលបានពាក្យថាជាក្មេងគ្មានមេបាតែពេលយប់គេរស់នៅជាមួយនឹងឪពុកម្ដាយគេរហូត